ពីខ្ញុំបានមើលរឿងមេតានីហើយខ្ញុំពិតជាឈឺខ្លាំងមែនទែនព្រោះលោកតាប៉ុកបានស្លាប់ពេលនេះខ្ញុំជិះខ្ញុំមានតែហាត់ស្ពាឲ្យខ្លាំងដូចមេតានីដើម្បីចាប់អនុបចោលនឹងធៀមដៃនេះសល់ទាំងប្រមាណខ្ញុំនឹងវាយទាំងអស់ខ្ញុំពេលនេះខ្ញុំនឹងហាត់ស្ពាឲ្យខ្លាំងជាងមេតានី1លានដងប៉ុន្តែឥឡូវខ្ញុំទំបាន 0% ទេខ្ទង់ 1000 ឆ្នាំទៀតខ្ញុំនឹងសាហាវជាងមេតានីហើយដល់ពេលនេះបានខ្ទង់100ហើយបានខ្ទង់ 1% ហើយព្រោះខ្ញុំរៀនឆាប់ជាខ្លាំងមែនតើខ្ទង់ 1000 ឆ្នាំនេះនៅ 99,000 ឆ្នាំទៀតនឹងសាហាវជាងមេតានីព្រោះអីអនុវបានបញ្ជាដៃនេះកូនធៀមដៃនេះមកកំចាត់លោកតាហ្វុកខ្ញុំពិតជាឈឺខ្លាំងមែនទែនរួមទាំងគីរ៉ានិងមេតានីដែរដល់កន្លែងនេះខ្ញុំចាត់ទុកជាអរុកលំជាកូនធីមដៃនេះខ្ញុំនឹងសម្លាប់ចោលឲ្យអត់ទុកឲ្យនៅមួយទេគ្មានសល់ព្រោះអនុបោពិតជាលួចខ្លាំងមែនតើធ្វើឲ្យខ្ញុំខឹងដល់កម្រិតកំពូលហើយបើនៅអញ្ចឹងទេខ្ញុំប្រហែលជាបែកតែសម្បត្តិអីទេព្រោះខ្ញុំមានគ្រូចិត្តផ្ទះអនុបោដឹងត្រៀមងាប់ឲ្យទៅព្រោះអីខ្ញុំគឺជា fan មេតានីហើយរួមជាកូនចៅតាហ្វុកម្នាក់ដែរបាទលោកតាហ្វុកក៏មិនតមកចៃឋានខ្ញុំនឹងសម្លាប់អនុបោហើយ